បងប្អូនឃើញភ្លើងផ្លែតនៅលើបងប្អូនមើលទៅបើសិនជាឃើញយន្តហោះហោះកាត់ហ្នឹងអាហ្នឹងមានន័យថាជាភ្លើងរបស់យន្តហោះហើយតែបើសិនជាឆែកមើលទៅអត់មានឃើញអីទេអាហ្នឹងជាភ្លើងរបស់ដ្រូនហើយព្រោះប្រទេសយើងកំពុងតែមានសង្គ្រាមផងមានអីផងអញ្ចឹងយើងធ្វើឲ្យយើងមានការភ័យខ្លាចមែនតើបាទអ្នកខ្លះគិតថាដ្រូនអ្នកខ្លះថាយន្តហោះអញ្ចឹងយើងមានកម្មវិធីនេះមួយគឺយើងងាយស្រួលក្នុងការមើលជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចង់ចែករំលែកបងប្អូនទាំងអស់គ្នាអំពីរបៀបមើលនៅពេលយប់ឬក៏ពេលថ្ងៃនៅលើមេឃយើងតែឃើញមានភ្លើងភ្លឺផ្លែតដែលបងប្អូនធ្វើឲ្យបងប្អូនមានចម្ងល់ថាតើភ្លើងនោះជាភ្លើងរបស់ដ្រូនឬក៏ជាភ្លើងរបស់យន្តហោះអញ្ចឹងទៅដើម្បីដឹងច្បាស់បងប្អូនអាចមើលវីដេអូរបស់ខ្ញុំនេះបានហើយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបប្រើនៅកម្មវិធីនោះទាំងអស់គ្នាអញ្ចឹងដើម្បីមើលដឹងថានៅលើអាកាសវាមានជាដ្រូនឬក៏យន្តហោះយើងអាចមើលតាមកម្មវិធីនេះបានបងប្អូនអាចចូលទៅក្នុង Play Store មកបាទ Play Store ឬក៏ App Store បាទចឹងបងប្អូនចុចលេខ search នេះមកបងប្អូនយកទៅសេពាក្យ FL បាទ Y នេះបងប្អូនបាទខាងលើគេនេះបាទ Fly Radar 24នេះបងប្អូនបាទយើងយកលើគេហ្នឹងមកបាទបន្ទាប់មកបងប្អូនមើលនេះទី2នេះបាទទី2នេះគឺកម្មវិធីហ្នឹងអញ្ចឹងបងប្អូនចុច download វាមកហើយនេះខ្ញុំបាន download វារួចហើយអញ្ចឹងខ្ញុំនឹងចូលទៅក្នុងកម្មវិធីនោះតែម្ដងបាទចុចចូលមកនេះកម្មវិធីហ្នឹងហើយបងប្អូនបាទចុចចូលហ្នឹងមកបាទពេលដែលយើងចុចចូលមកគឺវាចេញបែបនេះអញ្ចឹងបងប្អូនឃើញមានយន្តហោះជាច្រើនកំពុងស្កេសកាសបាទនៅគ្រប់ប្រទេសអញ្ចឹងបងប្អូនកុំភ្លេចបើកនៅកន្លែងមួយគឺកន្លែងបាទកន្លែង location របស់យើងបាទ location របស់យើងនេះបងប្អូនចុចលើហ្នឹងមកដើម្បីឲ្យវាចាប់ទីតាំងអញ្ចឹងបងប្អូននេះវានឹងបង្ហាញទីតាំងបងប្អូនចុចឲ្យកន្លែងសញ្ញាព្រួយនេះមួយមកនេះសញ្ញាព្រួយនៅខាងឆ្វេងនេះបាទកន្លែងនេះចុចលើហ្នឹងមួយមកបាទវានឹងឃើញទីតាំងរបស់យើងហើយបន្ទាប់មកបងប្អូនមើលតើមានយន្តហោះមានអីហោះកាន់នឹងអត់ជាពិសេសគឺយប់ឡើងគឺច្រើនតែម្ដងភ្លើងដែលយើងឃើញហោះកាត់នឹងច្រើនតែម្ដងអញ្ចឹងបងប្អូនចង់ដឹងថាវាជាដ្រូនឬក៏យន្តហោះសូមបញ្ជាក់ដែរថាបើសិនជាដ្រូនរបស់សៀមរបស់ថៃហ្នឹងវាហោះយើងអត់អាចមើលឃើញនៅក្នុងកម្មវិធីនេះទេតែបើសិនជាភ្លើងរបស់យន្តហោះដែលវាហោះឆ្លងកាត់ប្រទេសរបស់យើងគឺយើងអាចមើលឃើញហើយយើងអាចតាមដានដឹងថាយន្តហោះនោះហោះពីប្រទេសណាទៅប្រទេសណាហើយយន្តហោះតូចឬក៏យន្តហោះធំបាទយន្តហោះពណ៌អ្វីទៀតក៏យើងអាចដឹងដែរអញ្ចឹងបងប្អូនឃើញហើយនេះបាទដូចយន្តហោះនេះមួយវាហោះកាត់ប្រទេសយើងចង់ដឹងថាតើយន្តហោះហ្នឹងហោះពីណាទៅណានេះបាទយើងចុចលើយន្តហោះហ្នឹងមួយមកបាទអញ្ចឹងបងប្អូនឃើញផ្លូវរបស់វាហើយនេះបាទអញ្ចឹងផ្លូវវានេះវាចេញពីកន្លែងនេះបាទកន្លែងពីភ្នំពេញហោះទៅកាន់ប្រទេសថៃបាទយន្តហោះហ្នឹងឬក៏បងប្អូនមើលនៅខាងក្រោមនេះបាទនេះមានដូចខ្សែនេះបងប្អូនចុចលើហ្នឹងមួយមកបាទបងប្អូននឹងឃើញទិសដៅវាពីណាទៅណាហើយយន្តហោះផ្សេងទៀតក៏បងប្អូនអាចចុចអញ្ចឹងបានដែរចុចលើយន្តហោះទៅបងប្អូននឹងដឹងហើយបងប្អូនចង់ឃើញរូបរាងយន្តហោះហ្នឹងតើជាយន្តហោះអ្វីឬក៏យន្តហោះឈ្មោះអ្វីនេះបងប្អូនមើលខាងក្រោមនេះបាទអានេះយន្តហោះ Airbus នេះ A319 112នេះជាម៉ាករបស់យន្តហោះហ្នឹងបើសិនជាបងប្អូនចង់មើលរូបរាងរបស់យន្តហោះហ្នឹងបងប្អូនចុចកន្លែង 3D នេះបាទហើយបងប្អូនរងចាំវាបន្តិចទៅបាទហើយបងប្អូនចុចខ្វែងកន្លែងនេះមកបាទខ្វែងនេះមកបាទនេះបងប្អូននឹងឃើញរូបរាងរបស់យន្តហោះ Airbus ហ្នឹងនេះបងប្អូនបាទចាំបងប្អូនអាច zoom មើលរូបរាងរបស់យន្តហោះហ្នឹងហើយយន្តហោះហ្នឹងកំពុងតែបាទហោះទៅហើយបាទនេះកម្មវិធីនេះពិតជាល្អមែនទែនសម្រាប់បងប្អូនមើល
ហើយបើសិនជាយប់ឡើងមកឃើញបងប្អូនឃើញអាភ្លើងហ្នឹងបងប្អូនបើកកម្មវិធីហ្នឹងមកហើយបងប្អូនផ្ទៀងមើលតើវាមានយន្តហោះឆ្លងកាត់ជិតយើងនឹងមែនអត់អញ្ចឹងកម្មវិធីនេះគឺវាជាក់លាក់មែនទែនអញ្ចឹងសម្រាប់បងប្អូនងាយស្រួលមើលអញ្ចឹងបងប្អូនដើម្បីយើងដឹងថាភ្លើងនេះជាភ្លើងរបស់ដ្រូនឬក៏ភ្លើងរបស់យន្តហោះអញ្ចឹងដើម្បីងាយស្រួលគឺបងប្អូនអាចមើលតាមកម្មវិធីហ្នឹងពេលថ្ងៃអត់សូវសម្បូរហ្មងបងប្អូនតែបើសិនជាពេលយប់គឺសម្បូរច្រើនមែនទែនហើយបើយើងចុចលើយន្តហោះនេះវាជារៀងធំដែរយើងចុចលើហ្នឹងមកបាទយន្តហោះនេះគឺហោះកាត់ប្រទេសយើងដែរនេះបាទកាត់ប៉ោយប៉ែតអញ្ចឹងប្រភេទ Airbus ដែរមានអាធំមានពពួក Boeing បាទដូចនេះឃើញធំនេះចុចលើហ្នឹងមួយមកបាទនេះពពួក Boeing អញ្ចឹង Boeing បងប្អូនចង់មើលវាបងប្អូនចុចកន្លែង 3D នេះមកនេះចង់មើលវាបាទបើវាចេញបែបនេះបងប្អូនយកអាកន្លែងខាងក្រោមនេះយើងមើលពាណិជ្ជកម្មវាបន្តិចសិនទៅបាទហើយយើងរងចាំវាបន្តិចទៅបាទដល់ពេលវាចប់នេះវាចប់កន្លែងពាណិជ្ជកម្មវាយើងអាចមើលបាននៅយន្តហោះហ្នឹងអញ្ចឹងកម្មវិធីនេះគឺងាយស្រួលមែនទែនសម្រាប់បងប្អូនមើលហើយមួយទៀតបញ្ជាក់កន្លែង location នេះបើសិនជាបងប្អូនមិនចាំបាច់អីទេបងប្អូនចុចបិទចុះអាហ្នឹងណាបាទព្រោះបើយើងបើកទៅគេអាចដឹងថាយើងនៅកន្លែងណាអ្នកដែលមានបំណងមិនល្អមួយយើងគេអាចតាមដានយើងតាម location ហ្នឹងបានតែបើសិនជាយើងអត់មានអីចាំបាច់ទេយើងចុចបិទទៅតោះឥឡូវពាណិជ្ជកម្មយើងដើរចប់ហើយបងប្អូនចុចកន្លែងខ្វែងខាងលើហ្នឹងមកបាទយើងទៅមើលរូបរាងយន្តហោះBoeing នឹងទាំងអស់គ្នាបាទចុចខ្វែងលើនេះមកបាទនេះបងប្អូនបាទយន្តហោះ Boeing មិញដែលយើងចុចពីលើមិញហ្នឹងគឺយន្តហោះរបស់ថៃបាទនេះចឹងវាហោះឆ្លងកាត់ប្រទេសយើងយន្តហោះនេះគឺប្រភេទយន្តហោះដឹកអ្នកដំណើរណាបងប្អូនមិនមែនជាយន្តហោះចម្បាំងយន្តហោះអីទេចឹងបងប្អូនអាចតាមដានមើលតាមរយៈនឹងបានហើយនេះវាបងចុចខ្វែងមកខ្វែងទៀតមកបាទបងប្អូនអាចដឹងថាវាហោះរយៈកម្ពស់ប្រមាណរយៈអីប្រមាណគឺយើងអាចដឹងទាំងអស់ហើយវាចេញពីពេលណាពីកន្លែងណាហើយទៅចុះនៅកន្លែងណាបាទគឺយើងដឹងទាំងអស់បាទសម្រាប់យន្តហោះ Boeing នេះគឺវាហោះបានឆ្ងាយបាទវាហោះពីបងប្អូនចុចកន្លែងខ្សែនេះមកនេះកន្លែងខ្សែក្រោមមកបងប្អូនឃើញនេះបាទគឺហោះពីអូសាកាបាទអូសាកាប្រទេសណាហើយបងប្អូនដូចប្រទេសចិនហើយប្រទេសជប៉ុនអូសាកាដូចជប៉ុនណាបាទហោះមកប្រទេសថៃអញ្ចឹងបងប្អូនអាចមើលតាមកម្មវិធីហ្នឹងណាដល់ពេលបងប្អូនឃើញភ្លើងផ្លែតនៅលើបងប្អូនមើលទៅបើសិនជាឃើញយន្តហោះកាត់ហ្នឹងអាហ្នឹងមានន័យថាជាភ្លើងរបស់យន្តហោះហើយតែបើសិនជាឆែកមើលទៅអត់មានឃើញអីទេអាហ្នឹងជាភ្លើងរបស់ដ្រូនហើយអញ្ចឹងវីដេអូនេះខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់តាមដានព្រោះប្រទេសយើងកំពុងតែមានសង្គ្រាមផងមានអីផងអញ្ចឹងយើងធ្វើឲ្យយើងមានការភ័យខ្លាចមែនទែនអញ្ចឹងជាពិសេសគឺពេលយប់ដែលយើងឃើញភ្លើងផ្លែតហ្នឹងគឺធ្វើឲ្យយើងបាទអ្នកខ្លះគិតថាដ្រូនអ្នកខ្លះថាយន្តហោះអញ្ចឹងយើងមានកម្មវិធីនេះមួយគឺយើងងាយស្រួលក្នុងការមើលអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like និងចុច subscribe channel របស់ខ្ញុំម្នាក់មួយផងបាទសម្រាប់វីដេអូថ្មីបន្តទៀតខ្ញុំនឹងចែករំលែកបងប្អូនបន្តបន្ថែមទៀតបាទសូមអរគុណបងប្អូនទាំងអស់គ្នា